Anti-Farmers កំពុងជួយសម្រួលដល់ផ្នែកភាសាដើម្បីពង្រឹងជីវសុវត្ថិភាព Biosecurity កាន់តែខ្លាំងនៅអូស្ត្រាលីខាងជើងតាមរយៈការគាំទ្រពីក្រសួងកសិកម្មជលផលនិងរុក្ខប្រមាញ់យើងកំពុងបើកដំណើរការគម្រោង Biosecurity in Language ដែលជាខ្សែវីដេអូបោះពុម្ពនិងធនធានអនឡាញដើម្បីលើកកម្ពស់ការអនុវត្តជីវសុវត្ថិភាពល្អបំផុតនៅភាគខាងជើងប្រទេសអូស្ត្រាលីនិងចែករំលែករឿងរ៉ាវរបស់អ្នកដាំដុះក្នុងស្រុកយើងកំពុងផ្ដល់ជូននូវព័ត៌មានជីវសុវត្ថិភាពដែលបានបកប្រែជាភាសាវៀតណាមនិងភាសាខ្មែរដើម្បីជួយអ្នកដាំដំណាំដែលមិនចេះនិយាយភាសាអង់គ្លេសក្នុងការរៀបចំនិងចាត់វិធានការប្រឆាំងនឹងសត្វល្អិតនិងរោគឲ្យកាន់តែប្រសើរឡើងយើងផ្ដល់អារម្មណ៍លើបណ្ដុលគ្រប់គ្រងសត្វល្អិតរួមបញ្ចូលគ្នា Integrate Pest Management ដោយធ្វើការជាមួយភាគីពាក់ព័ន្ធរបស់យើងដើម្បីនាំយកដំបូន្មាននិងព័ត៌មានជាក់ស្ដែងដល់សហគមន៍អ្នកដាំដុះជីវសុវត្ថិភាពនៅភាគខាងជើងនៃប្រទេសអូស្ត្រាលីការទំនាក់ទំនងកាន់តែរឹងមាំដំណាំមានសុវត្ថិភាពជាងមុនសហគមន៍តភ្ជាប់តែមួយស្វែងយល់ពីធនធានតាមរយៈ antifarmer.org.au